បើអត់បំបើកដោះកូនមួយថ្ងៃឬក៏2ថ្ងៃចាឬមួយក៏យើងអត់បំបើកកូនកន្លះថ្ងៃអីចឹងទៅយើងនិយាយទៅរវល់ទៅណាអីចឹងណាអញ្ចឹងទឹកដោះយើងខូចអត់ចាអញ្ចឹងចង់ប្រាប់បងប្អូនចាទឹកដោះយើងណាបើសិនជាយើងបូមមកក្រៅណាយើងវាមានរយៈពេលនៃការຕົកដែរវាអាចហួសខូចអីចឹងទៅចាខូចគុណភាពប៉ុន្តែបើសិនជាទឹកដោះយើងនៅក្នុងដោះរបស់យើងហ្មងណាចាអញ្ចឹងគឺវាអត់ខូចទេចាទោះបីជាបងប្អូនមិនបំបើវាក៏អត់អីដែរណាអញ្ចឹងបងអ្នកខ្លះគាត់សួរថាអ្នកគ្រូបើសិនជាមិនបំបើទេលឺម៉ែខ្ញុំថាគាត់ទឹកដោះហ្នឹងនឹងខ្លាយទៅជាទឹកដោះខួបកូនបើទៅរៀកកូនបើទៅឈឺអីចឹងណាអញ្ចឹងចង់ប្រាប់ទៅបងប្អូនសតិទាំងអស់ដែលមានកូនណាបំបើដោះកូនចាអញ្ចឹងទោះបីជាបងប្អូនចារវល់ទៅណាឆ្ងាយឬមួយក៏អីចឹងចង់បងប្អូនតែដោះរបស់យើងហ្នឹងលេងឡើងតង់ចាឡើងមួយថ្ងៃឬមួយក៏កន្លះថ្ងៃឬក៏2ថ្ងៃក៏ដោយអញ្ចឹងសួរថាតើមកវិញបំបើបានអត់គឺនៅតែបន្តបំបើជាធម្មតាបានចាគឺអត់ខូចគុណភាពទេណាទឹកដោះរបស់យើងដែលរក្សានៅក្នុងកប៉ិចដោះរបស់យើងហ្នឹងគឺអត់ខូចទៅណាទេបងប្អូននៅតែបើបានធម្មតាវាមិនខ្លាយទៅជាទឹកដោះខូបអីដូចគាត់ថាទេចាតែចេះបងប្អូនបើសិនជាបងប្អូនមិនបំបើដោះកូនឬមួយក៏បងប្អូនមិនបូមចាញ់វាគ្រាន់តែមានបញ្ហាទៅលើការឡើងតង់ដោះឈឺហើមដោះចារលាកដោះអីចឹងទៅចាហ្នឹងគឺបញ្ហាបើសិនជាបងប្អូនមិនឲ្យកូនបើក្នុងមួយថ្ងៃចឹងណាហើយនឹងមួយទៀតបើសិនជាបងប្អូនអត់បបើទេឬក៏អត់បូមទេទឹកដោះរបស់យើងនឹងក្រោយពីហើមតង់ស្អឺនឹងហើយវាចាប់ផ្ដើមថយចាចាប់ផ្ដើមថយហើយទឹកដោះយើងគឺនឹងថយការផលិតដែរដោះយើងគឺកាន់តែភ្ញួចកាន់តែចេញចាអញ្ចឹងនៅពេលដែលយើងអត់បានភ្ញួចអត់បានឲ្យកូនបើអត់បានបូមទឹកដោះបងប្អូននឹងថយតិចទៅនឹងអត់មានទឹកដោះឲ្យកូនមកតែម្ដងណាអញ្ចឹងគ្រាន់តែវាបញ្ហាទៅលើអញ្ចឹងឯងបងប្អូនហើយបងប្អូនមួយទៀតបងប្អូនវាគ្រាន់តែអាចថាបើសិនជាយើងຕົកយូរពេកវាអាចបង្កហានិភ័យទៅការស្ទះរំដោះចាស្ទះរំទឹកដោះឬមួយក៏រលាកសុបនតែម្ដងចាអញ្ចឹងបើសិនជាបងប្អូនຕົកទៅគ្រាន់តែវាជាបញ្ហាអញ្ចឹងណាបងប្អូនហើយមួយទៀតបើសិនជាចេះដែរយើងមានករណីសញ្ញាដែលយើងលើកលែងដែរបើសិនជាយើងដូចថាបបៅអត់បានបបៅកូនក្នុងមួយថ្ងៃអញ្ចឹងណាវាអត់ឲ្យទឹកដោះរបស់យើងខូចទេប៉ុន្តែបើសិនជាមានសញ្ញាអញ្ចឹងយើងគួរតែលើកលែងនឹងការបបៅដោះកូនត្រូវព្យាបាលខ្លួនសិនចាដូចជាឧទាហរណ៍ថាអត់បបៅទេស្រាប់តែបងប្អូនមានសញ្ញាក្តៅខ្លួនចាសុបដននឹងឡើងក្រហមហើមឈឺខ្លាំងចាឬហើយមានខ្ទុះហូរចាញ់ឬមួយក៏មានឈាមចេញតាមក្បាលសុបដនអីណាអាហ្នឹងគឺបងប្អូនត្រូវតែចាប់ផ្ដើមទៅរកពេទ្យទេចាគឺចាប់ផ្ដើមទៅមន្ទីរពេទ្យដើម្បីពិនិត្យណាចាហ្នឹងបើសិនជាលើកលែងមានសញ្ញាចឹងដែរមានខ្ទុះហូរឈាមហូរចេញអីទេគឺយើងអត់បបៅទេបងប្អូនហ្នឹងយើងត្រូវទៅពិនិត្យដោះយើងត្រូវទៅព្យាបាលសិនណាចាមុននឹងបន្តការបបៅដោះកូនប៉ុន្តែសម្រាប់ដោះដែលបងប្អូនអត់បានបបៅមួយថ្ងៃឬក៏ដើរចោលកូនកន្លះថ្ងៃតែបងប្អូនបកមកវិញបងប្អូនគឺនៅតែរក្សាទឹកដោះរបស់យើងអត់ខូចទៅណាទេដូចខ្ញុំបានលើករៀបរាប់ខាងលើចឹងណាគឺនៅតែបំបើបានជាធម្មតាចាបូមទុកបានជាធម្មតាវិញចាលើកលែងតែបងប្អូនបានបូមចេញមកហើយណាអត់មានកន្លែងណាដែលយើងថាពូតកោឬក៏អីដែលយើងខ្លះសេទេវាឆាប់ខូចដែរចាវាបានតែធ្វើ7 8ម៉ោងអីគឺខូចទេចាហើយបើសិនយើងបានទឹកដោះដែលនៅក្នុងខ្លួនរបស់យើងហ្មងគឺវាអត់ចេះខូចទេណាគ្រាន់តែយើងអត់ឲ្យកូនបើវាហើមវាតឹងវាឈឺវារលាកដោះអីចឹងទៅចាហើយនឹងថយការផលិតទឹកដោះសំខាន់គឺការថយការផលិតទឹកដោះហ្នឹងហ្មងណាហើយករណីលើកលែងដូចខ្ញុំបាននិយាយពីខាងលើមកចឹងបើមានហូរខ្ទុះចាមានហូរខ្ទុះមានបោឬមួយក៏ហូរឈាមអីចឹងអាហ្នឹងបងប្អូនកុំឲ្យកូនបើអាហ្នឹងគឺត្រូវតែពិភាក្សាការព្យាបាលជាមួយនឹងដុកទ័រចាអញ្ចឹងបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកនិង share ផងណាចា